ជំរាបសួរលោកគ្រូខ្ញុំមកជាមួយយឿនធីរិនមកពីក្រុម SU20 ថ្ងៃនេះដែរខ្ញុំនឹងធ្វើ lab ទី2ដែលនិយាយអំពីការ hosting បច្ចេក Laravel ជាមួយនឹង EC2 ហ្នឹងអញ្ចឹងមុននឹងយើងអាចធ្វើការ hosting វាបានទីមួយយើងត្រូវធ្វើការ create instance 2នៅក្នុង EC2 ហ្នឹងដែលមួយយើងទុកសម្រាប់ run ទៅលើ web ហើយមួយទៀតមើល run ទៅលើ database អញ្ចឹងយើងធ្វើការconfig វានៅលើ database មុនគេយើងចុចលើហ្នឹងមកហើយយើង connect មកអូខេយើង connect ចូលមកអូខេយើង clear វាមួយសិនមកបន្តមកទៀតខ្ញុំធ្វើការ update ទៅលើ server ហ្នឹងយើង sudo apt update មកអូខេយើងធ្វើការ upgrade វាសិនដែរ sudo apt upgradeជុំ error អូខេបន្តមកទៀតខ្ញុំធ្វើការ install ទៅលើprogress actual អញ្ចឹងយើងធ្វើការ sudo apt install progress actual CI Boy Why Okay បន្តមកទៀតយើងធ្វើការចេញទៅលើ service របស់វាមក sudo system ctl មក status progress ql ពេលយើង start ថាវា start ថាវាយើង enable វាម្ដងenable វាមកអូខេតមកទៀតយើងធ្វើការ create database ហើយនឹង user មក sudo u progressទៅយើងធ្វើការ create មកយើងធ្វើការ create អូខេបន្តមកទៀតខ្ញុំធ្វើការ create database មកcreate database
db owner web okay cho nó ok chẳng bị ăn cái này ở hỏiតមកទៀតយើងធ្វើការ config ទៅលើ Progress SQL របស់យើងមកsudo nano etc/progress actual /dompy/main procrastinate .config អូខេតមកយើងត្រូវទៅ find រកlisten address មកlisten address ច្រើនណាស់ណាអូខេនេះ listen address ទៅដាក់វាទៅជាផ្កាយមកអូខេត្រក yes មកអូខេតមកទៀតយើងsudo ដើម្បី edit នេះ sudo nano /etc/progress ql/dompy/main/pg config អូខេបន្ទាប់មកយើងទៅធ្វើទៅមើលកន្លែងហោះមកវាអូខេយើងចូលទៅកាន់កន្លែង host អូខេកន្លែងនេះអូខេយើងដាក់host មក
ដាក់ IP private របស់យើង172 ចុចprivate អូខេ31ចុច45ចុច150/32256គឺយើងទៅ check មើល IP របស់យើងម្ដងទៀត172/31/45 172/31/45 150អូខេតមកទៀតយើងធ្វើការ share វាមក Ctrl X មក yes អូខេយើងធ្វើការ restart progress របស់យើងមក sudo system ctl restart progress ql អូខេយើងធ្វើការ enable status check មើលវាម្ដងទៀតមកឃើញអញ្ចឹងបាន progress យើងបាន enable វាហើយអញ្ចឹងចំណុចបន្តយើងធ្វើការ test progress របស់យើងអូខេ pxql ស្មើមក.a ចុច 0.0.1 web db អូខេq តមកទៀតយើងធ្វើការអូខេយើង sudo មកចាំមកលឿនអូខេតមក
check version វាអូខេថ្មយើងធ្វើការ clone បច្ចេកមក អូខេខ្ញុំធ្វើការ clear វាមួយមក តោះមកយើងធ្វើការ clone បច្ចេកយកតែម្ដងណាអូខេ យើងលុប file ដែលសំខាន់content អូខេ previous composer អូខេ clone that អូខេ nice one 2.168 168 អូខេ port នេះយើង432 DB database score DB user name run/web DB password 2 1 តោះពេលយើងធ្វើការ sell មកអូខេ
ការ run migrate របស់យើងមកចឹងការ config យើងបានជោគជ័យយើងទៅ test ក្នុង browser មកអូខេអញ្ចឹងការ config hosting រវាងCinderella បញ្ចេញ Laravel SQL យើងវាបានដំណើរការអូខេអញ្ចឹងការ hosting របស់យើងមានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ